នៅក្នុងភូមិដ៏ស្ងប់ស្ងាត់មួយដែលហុំព័ទ្ធដោយព្រៃបុរាណមានក្មេងដែលមានចិត្តល្អម្នាក់ឈ្មោះអេឡារ៉ាស្រឡាញ់ព្រៃឈើហើយចំណាយពេលជាច្រើនថ្ងៃដើម្បីស្វែងរកផ្លូវដែលបត់ចូលរបស់វាស្ដាប់ចម្រៀងរបស់សត្វស្លាបនិងអស្ចារ្យជាមួយនឹងដើមឈើដ៏ខ្ពស់ថ្ដែកនាងត្រូវបានគេស្គាល់ថាជាធម្មជាតិដ៏ទន់ភ្លន់របស់នាងនិងទម្លាប់របស់នាងក្នុងការជួយសត្វណាមួយដែលត្រូវការជំនួយមិនថាជាសត្វខ្ងោកដែលបាត់ឬបក្សីដែលមានស្លាប់បាក់នោះទេរសៀលរដូវស្លឹកឈើជ្រុះដ៏ស្រទន់មួយនៅពេលដែលអេឡារ៉ាដើរកាត់ព្រៃនាងបានឮសំឡេងស្រែកធ្ងរបន្ទាប់ពីមានសំឡេងរំខាននាងបានរកឃើញកំប្រុកតូចដែលមានរោមពណ៌មាសក្រញាំរបស់វាត្រូវបានជាប់នៅក្នុងបន្លាហើយវាមើលទៅនាងដោយភ្នែកអង្វរកុំបារម្ភអីកូនតូចអេរ៉ានិយាយយ៉ាងស្រទន់ក៏ខ្ញុំនឹងជួយអ្នកនាងបានដោះលែងក្រញាំកំប្រុកដោយប្រុងប្រយ័ត្នហើយរុំវាដោយក្រណាត់ពីហោប៉ៅរបស់នាងកំប្រុកបានចាប់ដៃនាងដោយដឹងគុណមុននឹងស្ទុះឡើងលើដើមឈើក្បែរនោះអេឡារ៉ាញឹមហើយបន្តដំណើររបស់នាងដោយមិនគិតអ្វីទៀតទេនៅយប់នោះខណៈដែលអេឡារ៉ាគេងលក់នាងមានសុបិនចម្លែកកំប្រុកមាសបានបង្ហាញខ្លួនដល់នាងភ្នែករបស់វាភ្លឺដូចផ្កាយតូចវាបាននិយាយថាសូមអរគុណចំពោះសេចក្តីសប្បុរសរបស់អ្នកបានបង្ហាញថាខ្លួនអ្នកស័ក្តិសមនឹងអំណោយដ៏អស្ចារ្យនៅពេលដែលអេឡារ៉ាភ្ញាក់ឡើងនាងបានរកឃើញផ្លែមាសមួយនៅលើ Windows របស់នាងវាចាំងពន្លឺនៅពេលព្រឹកហើយនៅពេលដែលនាងយកវាឡើងនាងមានអារម្មណ៍ថាមានភាពកក់ក្ដៅនិងញាក់ដោយចង់ដឹងចង់ឃើញនាងបានយកដើមអំពិលទៅក្នុងព្រៃពេលនាងដើរផ្លេកចាប់ផ្ដើមបញ្ចេញពន្លឺហើយផ្លូវនៃពន្លឺពណ៌មាសបានលេចមកចំពោះមុខនាងអេឡារ៉ាបានដើរតាមវាយ៉ាងជ្រៅទៅក្នុងព្រៃជាកន្លែងដែលនាងមកលើដើមឈើអុកដ៏ធំមួយមិនដូចអ្វីដែលនាងធ្លាប់ឃើញនោះទេដើមរបស់វាមានសភាពចាស់ទ្រុឌទ្រោមហើយមែករបស់វាលាតសន្ធឹងខ្ពស់ទៅលើមែកលម្អដោយស្លឹកឈើដែលបញ្ចេញពន្លឺដូចត្បូងមរុកនៅគល់ដើមឈើឈរជាឥសរជនដ៏អស្ចារ្យជាសត្វខ្ពស់មានរោមដូចស្លែនិងភ្នែកដែលភ្លឺដោយប្រាជ្ញានៃសម័យកាលវាគឺជា Guardian of the Forest អាណាព្យាបាលបាននិយាយថាសូមស្វាគមន៍អេឡារ៉ាគូសំឡេងរបស់វាកាន់តែជ្រៅនិងធូរស្រាលអ្នកបានបង្ហាញសេចក្តីសប្បុរសនិងក្តីមេត្តាដ៏អស្ចារ្យហើយសម្រាប់ការនោះអ្នកត្រូវបានជ្រើសរើសឲ្យការពារបេះដូងនៃព្រៃភ្នែករបស់អេរ៉ាបានបើកបេះដូងនៃព្រៃThe Guardian មកក្បាលក្តាមអំពិលមាសនេះជាគ្រាប់ជីវិតដែលមានសមត្ថភាពស្ដារទល់ឲ្យភាពនិងព្យាបាលដីប៉ុន្តែត្រូវដាំនៅកន្លែងវេទមន្តដ៏បរិសុទ្ធជ្រៅក្នុងព្រៃតើអ្នកនឹងទទួលភារកិច្ចនេះទេអេរ៉ាបានតោងផ្លែស្រួចយ៉ាងតឹងខ្ញុំនឹង The Guardian បាននាំនាងទៅកាន់ Glade លាក់កំបាំងជាកន្លែងដែលរង្វង់នៃថ្មបុរាណឈរនៅចំកណ្ដាលគឺជាបំណះតូចមួយនៃផែនដីដែលបញ្ចេញពន្លឺពណ៌មាសទន់អាណាព្យាបាលបានណែនាំថាដាំដើមស្វាយនៅទីនេះអេឡារ៉ាលុតជង្គង់ហើយដាក់ដើមអនៅក្នុងដីគ្រប់វាដោយថ្នមពេលនាងធ្វើនោះដីចាប់ផ្ដើមញ័រហើយពន្លឺដ៏អស្ចារ្យបានផ្ទុះឡើងដើមអូកបានពន្លកដុះលូតលាស់យ៉ាងឆាប់រហ័សទៅជាដើមឈើដ៏អស្ចារ្យមួយដែលមានស្លឹកនិងមែកពណ៌មាសដែលឈានដល់ឋានសួគ៌ព្រៃនៅជុំវិញពួកគេរស់រវើកដោយមន្តអាគមផ្ការីកគ្រប់ពណ៌ទឹកហូរស្រឡះនិងភ្លឺភ្លេកហើយខ្យល់ពោពេញដោយបទចម្រៀងបក្សីនិងការសើចរបស់សត្វព្រៃបណ្ដាសានៃការពុករលួយដែលបានលូនចូលទៅក្នុងព្រៃត្រូវបានលើកឡើងហើយដីក៏ត្រូវបានស្ដារឡើងវិញនៅសេរីល្អពីអតីតកាល The Guardian ញឹមគឺអ្នកធ្វើបានល្អអេឡារ៉ាព្រៃនឹងរីកចម្រើនដោយសារសេចក្តីសប្បុរសនិងសេចក្តីក្លាហានរបស់អ្នកចាប់ពីថ្ងៃនោះមកអេឡារ៉ាបានក្លាយជាអ្នកការពារព្រៃឈើដោយធានាថាមន្តអាគមនិងភាពស្រស់ស្អាតរបស់វានៅតែមានសម្រាប់មនុស្សជំនាន់ក្រោយដើមឈើមាសឈរជានិមិត្តរូបនៃក្តីសង្ឃឹមនិងការរស់ឡើងវិញហើយអ្នកភូមិតែងតែទៅលេងវាដើម្បីភ្ញាក់ផ្អើលនឹងភាពរុងរឿងរបស់វារឿងរបស់អេឡារ៉ាបានរីករាលដាលយ៉ាងទូលំទូលាយដោយបំផុសគំនិតអ្នកដទៃឲ្យបង្ហាញសេចក្តីសប្បុរសចំពោះសត្វមានជីវិតទាំងអស់ហើយទោះបីជានាងធំឡើងក៏ដោយនាងមិនដែលភ្លេចមេរៀនដែលនាងបានរៀននោះទេសូម្បីតែទង្វើដ៏តូចបំផុតនៃក្តីមេត្តាក៏អាចនាំទៅរកការផ្សងព្រេងដ៏អស្ចារ្យនិងផ្លាស់ប្ដូរពិភពលោកឲ្យកាន់តែប្រសើរឡើងសីលធម៌នៃរឿងសេចក្តីសប្បុរសនិងសេចក្តីមេត្តាករុណាមានអំណាចបង្កើតអភូតហេតុសូម្បីតែអំពើល្អតិចតួចបំផុតក៏អាចនាំទៅរកការផ្សងព្រេងដ៏អស្ចារ្យនិងនាំពន្លឺដល់ពិភពលោក